បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃសម្រាប់ចុងសប្តាហ៍ទៅហើយបាទអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាពិតជាមានដំណើរកំសាន្តហើយបងប្អូនខ្លះទៀតប្រហែលជានៅជួបជុំនៅគេអត់ថានៅឡើយទេបាទអញ្ចឹងសម្រាប់បងប្អូនដែលដំណើរកំសាន្តមិនទាន់មានកម្រងច្បាស់លាស់បាទខ្ញុំបាទសូមរីខមមិនបាទនៅកន្លែងមួយដែរនៅគៀកបាទនៅគៀកបងប្អូនទាំងអស់គ្នាទេមិនឆ្ងាយទេអញ្ចឹងសម្រាប់តែបងប្អូននៅក្នុងខេត្តត្បូងឃ្មុំតែប៉ុណ្ណោះបាទអញ្ចឹងសម្រាប់បងប្អូននៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងស្រុកអូរឹងឪបាទនៅគិតថាដំណើរកំសាន្តគៀកចំណាយតិចនៅក្បែរផ្ទះជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវទៅមកស្រួលហើយចិត្តបងប្អូនកុំភ្លេចណាបាទជាមួយនឹងរមណីយដ្ឋានកែច្នៃមួយនេះជាមួយនឹងអាងហែលទឹកបាទសម្រាប់បងប្អូនក្មេងៗគឺពេញចិត្តហើយបាទគេថាត្រូវម៉ាច់តែម្ដងបាទអញ្ចឹងបាទជាមួយនឹងអាងហែលទឹកបាទជាមួយនឹងអនាម័យល្អឃើញថាបងប្អូនសម្រាប់ថ្ងៃចុងសប្តាហ៍នេះច្រើនណាស់មកបាទច្រើនមែនទែនបាទគួរឲ្យកត់សម្គាល់បាទអញ្ចឹងរមណីយដ្ឋានមួយនេះគឺនៅក្នុងហៅថារមណីយដ្ឋានចំការសំនៀងតារាបាទនៅក្នុងភូមិចំការកបាទស្រុកបាទអូរឹងឪបាទខេត្តត្បូងឃ្មុំបាទដែលនៅមិនឆ្ងាយពីស្រុកអូរឹងឪទេបងប្អូនបាទអញ្ចឹងខ្ញុំបាទសូមរីកមិនទីតាំងតែប៉ុណ្ណេះបាទជាមួយនឹងទីកន្លែងបាទគឺធំល្អបាទសម្រាប់បងប្អូនដែលចូលចិត្តមកកំសាន្ត relax ហើយក្នុងនោះដែរក៏មានជាមួយនឹងអាហារបាទ BBQ បាទ BBQ ជាមួយសាច់អាំងជាមួយស៊ុបគីស៊ុបក៏មានដែរបាទជាមួយនឹងខ្យល់បរិយាកាសគឺបែបធម្មជាតិតែម្ដងបាទនៅជាមួយនឹងចំការសំនៀងតារាបាទនៅក្នុងភូមិចំការកនេះគឺបែបធម្មជាតិបាទធម្មជាតិបើនិយាយពីធម្មជាតិទៅវិញសឹងតែ 99% ទៅហើយបាទនៅទីនេះគឺជិតទៅនឹងតម្លៃអីមិនថ្លៃនោះទេបាទគឺតម្លៃសមល្មមយើងអាចទទួលយកបានបាទជាមួយនឹងលក្ខណៈគ្រួសាររបស់យើងល្មមយើងអាចទៅទទួលនៅសេវាកម្មល្អទីតាំងសម្រាប់យានយន្តចតយានជំនិះបាទគ្រប់ប្រភេទគឺទីតាំងគឺសេវាកម្មបងសេវាកម្មល្អធំទូលាយមែនតើបាទជាមួយនឹងភូលអាងហែលទឹកនេះគឺថាពិសេសហើយល្អបាទសម្រាប់ខ្ញុំឃើញថាក្មេងៗចូលចិត្តដែរបាទជាមួយនឹងការកំសាន្តបាទបែបលក្ខណៈគ្រួសារនៅមិនឆ្ងាយថាចំណាយតិចចំណេញច្រើនបាទឃើញថាបងប្អូនប្រជាពលរដ្ឋបាទក៏ដូចជាភ្ញៀវច្រើនណាស់បាទនេះគឺជាថ្ងៃនេះគឺដូចជំរាបអញ្ចឹងគឺថ្ងៃនេះថ្ងៃចុងសប្តាហ៍រសៀលទុនទេឲ្យល្មមបាទបងប្អូនមកពីទីចិត្តទីឆ្ងាយខ្ញុំក៏បានជួបបងប្អូនខ្លះដែរបាទសុភាបងប្អូនខ្លះមានពីខេត្តកំពង់ចាមបាទខេត្តគៀកបាទមានដល់ពីស្វាយរៀងបាទបងប្អូនខ្លះទៀតតាពីខេត្តកញ្ចេះនោះកាត់មកបាទខ្ញុំបានសាកសួរបាទភ្ញៀវបាទនៅទីនេះបាទហើយសម្រាប់ខ្ញុំនេះក៏ជាលើកទី1ដែរបាទនៅគៀកដែរប៉ុន្តែជាលើកទី1នេះបាទមកកំសាន្តបាទជាមួយនឹងក្រុមគ្រួសារថ្ងៃនេះបាទហើយក៏ស្រស់ស្រូបជាមួយនឹងអាហារមានរសជាតិឈ្ងុយឆ្ងាញ់បាទមានសម្បូរបែបមែនទែនបាទប៉ុណ្ណេះជាមួយនឹង BBQ សាច់អាំងហើយនឹងចុងបញ្ចប់បាទក៏ជាមួយបើកម្លាំងក្រោយពីការហែលទឹកសប្បាយក៏ដូចជាការហាត់ប្រាណមួយដែរជាមួយនឹងស៊ុបគីស៊ុបរបស់យើងបាទអញ្ចឹងសម្រាប់អាហារតាមនេះគឺថាបើកពីព្រឹករហូតដល់ល្ងាចម៉ោង7យប់បាទគឺត្រូវបានបិទបាទអញ្ចឹងមិនជាថ្មីទេសម្រាប់បងប្អូនដែលមានដំណើរកំសាន្តបងប្អូនកុំភ្លេចនៅចំការសំនៀងតារាបាទគឺនៅក្នុងឃុំទួលសុភីបាទភូមិចំការកបាទស្រុកអូរឹងឪនៃខេត្តត្បូងឃ្មុំបាទអញ្ចឹងប៉ុណ្ណេះបងប្អូននឹងតាមដានទេសនាបាទជាមួយនឹងខ្ញុំទាំងអស់គ្នាដែលបានបង្ហាញនៅក្នុងសារវីដេអូខ្លីៗបាទមិនបានជាអន្តរស្រ័យអីវែងឆ្ងាយទេបាទមានតែប៉ុណ្ណេះវីដេអូខ្លីៗបងប្អូនភ្លើងសោយវិញមិនខុសបំណងទេបាទជាមួយនឹងទីតាំងបងប្អូនយើងសេវាកម្មដូចវិជាទៀតគឺល្អបាទទីកន្លែងសម្រាប់បងប្អូនមកអង្គុយទេសនាគឺមិនមានការគិតលុយទេបងប្អូនអាចយកអាហារពីក្រៅមកក៏មិនជាបញ្ហាទេបាទកន្លែងនេះក៏មិនតឹងរឹងទេគឺស្រួលមែនទែនបាទហើយសម្រាប់សម្បត្តិកន្លែងទេសនាកំសាន្តដូចជាខ្ញុំចាំមិនច្បាស់ទេណាកន្លែងទៅជំនះ2000រៀលបាទតែប៉ុណ្្នឹងទេមិនថ្លៃទេបាទហើយបើខុសត្រូវយ៉ាងណាខ្ញុំដូចជារឿងពេញហើយនេះបងប្អូនអាចរីខមមិនខាងក្រោមបានតែប៉ុណ្្នេះទេបាទសម្រាប់បងប្អូនទេសនាបាទទៅជួបដំណើរកំសាន្តនៅទីផ្ទះបងប្អូនភ្លេចបាទជាមួយនឹងចំការសំនៀងតារាបាទអញ្ចឹងតែប៉ុណ្្នេះបងប្អូនទេសនាពីដើមរហូតដល់ចប់ទៅបាទខ្ញុំសូមជម្រាបលាបងប្អូនប៉ុណ្្នេះបាទរាល់ការបកស្រាយរបស់ខ្ញុំបាទនេះគឺជាការដំណើរកំសាន្តដោយលក្ខណៈគ្រួសារទេបាទគ្រាន់តែចែកជូនបងប្អូននៅក្នុងដំណងដំណើរកំសាន្តទៅទីណាបាទខ្ញុំបានចូលតែណែបងប្អូនអាចមកទេសនាកំសាន្តនៅទីនេះបានចឹងមានតែប៉ុណ្ណេះបាទត្រូវយ៉ាងណាដល់ការអធិប្បាយក៏មានតែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាខុសឆ្គងបងប្អូនអធិស្ឋានកាន់តែបន្តបាទយកពេញណាមិនសមរម្យបងប្អូនអីខមមិនខ្ញុំនឹងកែតម្រូវបាទតាមក្រោយបាទខ្ញុំសូមអរគុណនិងសូមជម្រាបលាបាទផ្សាយសេចក្តីរឹកសេចក្តីបាយជូនបងប្អូនអ្នកគ្នាដែលកំពុងតែតាមដានទេសនាបាទនៅកម្រងវីដេអូរបស់ខ្ញុំនេះតាមវិធីដល់ចប់បាទសូមអរគុណសូមជម្រាបលាបាទអរគុណបាទចង់ក្រោយកុំយកទឹកកិនអេដមីនហើយ